បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជាពិសេសពុកម៉ែបងប្អូនជាកសិករថ្ងៃនេះខ្ញុំបាទចែករំលែកអំពីคลิปបាទធ្វើយ៉ាងណាដើម្បីកាត់បន្ថយការចំណាយថ្លៃដើមរបស់ពុកម៉ែបងប្អូនជាកសិករអញ្ចឹងដែលគ្រាន់តែពុកម៉ែបងប្អូនទាំងគ្នាប្រើប្រាស់ជាមួយនឹងម្សៅកំបោរសរីរាង្គបាទអត្ថប្រយោជន៍គឺប្រើប្រាស់បាទកម្ចាត់ពពួកមេរោគក្នុងដីប្រសាទជាតិពុលជាអាស៊ីតបរិសាតុល្យភាព pH បាទនៅក្នុងដីទៅជួយកាច់បំបាក់កាកសំណល់នៅក្នុងដីឲ្យខ្លាចជាកម្ពស់ជីបានល្អបាទអញ្ចឹងបងប្អូនទាំងគ្នាគឺមានន័យថាកាត់បន្ថយចំណាយថ្លៃចាក់ជីពីខាងក្រៅដោយសារតែកបោសរីរាង្គរបស់យើងគឺវាទៅជួយបាទកាច់បំបាក់កាកសំណល់ដែលមាននៅលើដីរបស់ពុកម៉ែបងប្អូនហ្នឹងឲ្យខ្លាចទៅជាកម្ពស់ជីបន្ថែមទៀតបាទអញ្ចឹងពួកឲ្យបងប្អូនទាំងគ្នាគឺកាត់បន្ថយការប្រើប្រាស់ជីពីខាងក្រៅបានច្រើនមែនទែនបាទហើយមួយវិញទៀតសម្រាប់ម្សៅកបោកសិកម្មគឺវាជួយដល់ប្រព័ន្ធឫសឲ្យមានភាពរឹងមាំបាទបណ្ដេញពពួកសត្វល្អិតចង្រៃចេញពីដីបាទដែលសត្វល្អិតទាំងអស់នោះគឺវាតែងតែទៅបំផ្លាញបាទឬដំណាំដែលធ្វើឲ្យប្រព័ន្ធឫសមានបញ្ហាគឺมันអាចស្រូបយកជីបានល្អអញ្ចឹងកបោកសិកម្មគឺជួយបានច្រើនមែនទែនបាទទៅជួយឲ្យឫសមានភាពរឹងមាំអញ្ចឹងកាលណាឫសរបស់យើងមានភាពរឹងមាំធ្វើឲ្យវាស្រូបយកជីដែលមានស្រាប់នៅក្នុងដីបានច្រើនអញ្ចឹងកាត់បន្ថយការប្រើប្រាស់ជីពីខាងក្រៅបានថែមទៀតផងបាទអញ្ចឹងបងប្អូនទាំងគ្នាដែលចង់ប្រើប្រាស់ម្សៅកបោកសិកម្មអាចរកទិញបានជាពិសេសក្រុមហ៊ុនហ៊ុយយន្តគឺយើងមានលក់បាទទាំង4ឧទាហរណ៍តែម្ដងបាទមាន TN AN ដីមាសនិងភ្នំពេញបាទអញ្ចឹងអាចរកទិញបានឲ្យតាក់ទងទិញបាទតាមលេខទូរស័ព្ទខាងក្រោមហើយសម្រាប់ព័ត៌មានចេះទេសបាទលម្អិតបន្ថែមបាទក៏អាចតាក់ទងតាមទូរស័ព្ទដែលបង្ហាញជូននៅលើបាទនឹងស្រាប់តតែម្ដងបាទអរគុណច្រើន